ពេលធ្លាក់ទឹកចិត្តអ្នកមានអារម្មណ៍មិនចង់ធ្វើអ្វីមែនទេការដេកស្ងៀមមិនធ្វើអ្វីសោះនឹងធ្វើឲ្យអារម្មណ៍ធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរពេលមនុស្សម្នាក់ធ្លាក់ទឹកចិត្តពួកគេឈប់ធ្វើអ្វីដែលធ្លាប់ធ្វើទៅរីករាយឈប់ជួបមិត្តភក្តិឈប់ចេញក្រៅហើយនៅតែឯងបញ្ហាការអសកម្មនេះធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរនិងរ៉ាំរ៉ៃដំណោះស្រាយមិនមែនឲ្យគាត់ធ្វើអ្វីធំដុំនោះទេគ្រាន់តែធ្វើអ្វីតិចតួចឲ្យបានរាល់ថ្ងៃសកម្មភាពទាំងបីនេះនឹងជួយឲ្យអារម្មណ៍អ្នកធ្លាក់ទឹកចិត្តប្រសើរឡើងអាចធ្វើអ្វីដែលអាចឲ្យអ្នកមានអារម្មណ៍ថាសម្រេចបានអ្វីមួយឧទាហរណ៍សម្អាតផ្ទះកន្លែងតូចមួយឬក៏ការបង់វិក្កយបត្រភ្លើងក៏បានទីពីរធ្វើអ្វីដែលអាចឲ្យអ្នកសប្បាយរីករាយឧទាហរណ៍គ្រាន់តែចេញទៅក្រៅផ្ទះហាត់ប្រាណ10ទៅ15នាទីជារៀងរាល់ថ្ងៃទីបីធ្វើអ្វីដែលអាចឲ្យអ្នកភ្ជាប់ទំនាក់ទំនងជាមួយអ្នកនៅជុំវិញឧទាហរណ៍ទេឬផ្ញើសារទៅមិត្តភក្តិឬក៏ញ៉ាំអាហារជុំគ្រួសារជាដើមចងចាំថាពេលធ្លាក់ទឹកចិត្តធ្វើអ្វីមួយគឺល្អជាងមិនធ្វើអ្វីសោះ